Chấm ram po nhiệt nhôm còn giặc của bọn à thma biết miên cùng nạp mùi sầm rạp chi bận đamในថ្ងៃ14កុម្ភៈខុសត្រូវត្រង់ណាក៏សូមអធិស្ឋានទុកជាមុនផងដែរបណ្ដាំ14កុម្ភៈ14កុម្ភៈប្រៀបដូចអន្ទាក់ល្បិចល្បួងកាយាបើគិតពុំដល់យល់តែទុក្ខាបងទាំងកាយាអសាអត់ន័យ14កុម្ភៈទ្រង់ម្ដាយស្ទើរធ្លាក់បារម្ភផិតភ័យខ្លាចកូនជ្រុលជ្រើមភ្លឺតភ្លើនតាមវ័យចាក់ឆ្ងាយប្រពៃនៃបុរាណខ្មែរ14កុម្ភៈពីលពៅវលៈថែធូនខ្លួនប្រានកុំឲ្យលងជឿពាក្យពេចសាមានបញ្ឆោតរុញច្រានលបែងកាមតណ្ហា14កុម្ភៈសំដីជាធ្នាក់យកផ្កាជាទុនកុលាបមួយតងពុនពងលុបលុនឲ្យជ្រុលខ្លួនសិនដិតដាមអប្រិយ14កុម្ភៈជួយដាស់ពំញាក់ផ្ដាំយុវតីគេស្មោះល្អុកល្អឿនពេលគេបែតតីដល់ពេលមានថ្មីរិញរៃឯកា14កុម្ភៈចងចាំអជាជាប់ជាដំរាយើងជាកូនខ្មែរវប្បធម៌ថ្លៃថ្លាគុំសាងសាវតាកិត្យាអត់ស្រូវ14កុម្ភៈដំកើនឆន្ទៈយល់ខុសយល់ត្រូវបើគេស្រឡាញ់មុខតែចែចៅចូលដល់ម៉ែឪតាមផ្លូវក្បួនច្បាប់ជាចុងក្រោយអាត្មាភាពក៏សូមប្រែប្រាំទៅដល់យុវតីគ្រប់រូបប្រសិនបើខាងប្រុសហ្នឹងគេស្រឡាញ់យើងគេចង់បានយើងជាគូវាសនានោះច្បាស់ណាស់ថាគេនឹងខិតខំចែចៅតាមក្បួនច្បាប់តាមប្រពៃណីរបស់ខ្មែរអញ្ចឹងទៅមិនចាំបាច់តតាលះបងខ្លួនប្រែនោះទេទៅបានជាគូទូនីតិជាកូនប្រុសកើតជាកូនប្រុសចេះដឹងខុសត្រូវគិតគូវែងខ្លីចំណេះត្រូវមានជាទានរស្មីជំនួយស្មារតីធ្វើអ្វីត្រឹមត្រូវខ្លួនយើងជាប្រុសមិនត្រូវធ្វើខុសវិជ្ជៈពីផ្លូវពីពាក្យទូមានចាស់ព្រានប្រដៅគោរពម៉ែឪធ្វើកូនកតញ្ញូជាប្រុសត្រូវដឹងការអ្វីខំប្រឹងធ្វើកុំរអ៊ូត្រូវចេះអត់ធ្មត់មុះមុតតស៊ូក្បួនច្បាប់ជាគ្រូព្យាយាមឧស្សាហ៍ជាប្រុសត្រូវដឹងជើងជាទីពឹងមាតាបិតាជើងត្រូវរ៉ាប់រងជ្រប់ជ្រងគ្រួសារឲ្យបានថ្លៃថ្លារស់នៅសុខដុមជាប្រុសត្រូវមានសិលធម៌ជាញាណដាស់តឿនអាគមក្បួនច្បាប់ណាចាគ្រូបាចាស់ទុំចងក្រងជាហំប្រតិបត្តិគុំវៀនស្លូតបូតកុំកោងបើសិនគេកោតព្រោះរឹកមយាទកុំឲ្យគេខ្លាចនាំខ្លោចអស់ញាតសិលធម៌មិនឃ្លាតញាតអស់តម្លៃប្រុសគុំខុសច្បាប់បើសិនគេចាប់វិជាប់ខ្នោះដៃធ្វើឲ្យគេឈ្មោះកិត្តិយសអប្រិយឪម៉ែផិតភ័យគ្រួសារអន្តរាយគុំនាំគ្រូកាចប្រាថ្នាបិសាចភ្លើតភ្លើនសប្បាយនាំខ្លួនធ្លាក់ជ្រៅម៉ែឪខ្វល់ខ្វាយលីអស់អបាយឪម៉ែត្រែកអប្រុសគុំខុសក្បួនចិត្តកាយមមួនដើរផ្លូវត្រង់ល្អល្ងងកុំឲ្យមកប្រាជ្ញយកបន្តសាងខ្លួនបវរថ្លៃធ្នូពូជពងចិត្តច្រើនកានទុកចិត្តសុខកានបញ្ញាចិត្តខ្លួនឯងសោះអស់ក្តីយល់ចិត្តសែនអំពុលខ្វល់គ្មានលហាចិត្តឯងក្រំគ្រីវាមិនដេចដែរចិត្តនេះពូកែតែតោសៈចិត្តអើយសង្កត់អត់ធ្មត់ផងចិត្តឯងនៅផ្សងចង់គ្មានទោសចិត្តគួរតែគ្រប់ឈប់ចាក់កោះចិត្តដូចផ្នែកមនោលាស់តែទុកចិត្តមួយដុំកលដល់ក្តីស្ងប់ចិត្តគូបញ្ចប់ស្អប់ភាពស្មុគចិត្តមួយប្រកបអត់ចាប់ចុកចិត្តមានក្តីសុខទុកចាក់ឆ្ងាយចិត្តកុំរីមេស្ដាយបំណងចិត្តត្រូវហាលឆ្លងចម្លងកាយចិត្តខ្ជិលមានះលះកុំស្ដាយចិត្តបានសប្បាយកាយឧត្តមចិត្តនៅមិនសុខទុកទោមនោះចិត្តជ្រួរមាស់ទោះមិនខំចិត្តជ្រៀក4 5ដាំមិនចំចិត្តព្រួយក្រៀមក្រំស្អំទុកភ័យចិត្តមួយឲ្យស្មោះឈ្មោះដំរងចិត្តខំចិត្តផ្ចង់ផ្សងជោគជ័យចិត្តគិតហើយធ្វើមើលរាល់ថ្ងៃចិត្តយល់អត្តន័យក្តីព្យាយាមចរិយាមាយាទរបស់ស្ត្រីខ្មែរឬយើងហៅថាបញ្ចបិទកល្យាណីស្រីគ្រប់លក្ខកើតជាកូនស្រីកូនគួរគប្បីរៀបរឹកមាយាទត្រូវរៀនត្រូវសូត្រស្លូតបូតកុំឃ្លាតតាមបែបបទជាតិប្រពៃដ៏ល្អខ្លួនកូនជាស្រីកុំឲ្យអប្រិយដល់វងត្រកូលកុំហិចហោះហើរលោតផ្លោះអោបកដាក់គេប្រុសឈ្មោលបាត់អស់តម្លៃកូនកុំប្រព្រឹត្តអ្វីដែលងងឹតខុសនឹងប្រពៃ
គួរណាស់អាណិតហើយគិតម្ដាយថ្លៃដែលថាចរណៃដោយដៃទាំងគូកូនអើយត្រូវដឹងម្ដាយគិតខំប្រឹងលំបាកតស៊ូចិញ្ចឹមរក្សាមិនថារអ៊ូកូនគួរគិតគូអាសូរម្ដាយផងបើម្ដាយទឹកភ្នែកទូនយំសង្វែកប្រកូនខុសឆ្គងទឹកភ្នែកម្ដាយថ្លៃគ្មានថ្ងៃនឹងឆ្លងគុណធំកន្លងហាលឆ្លងពុំរួចកូនអើយបើដឹងគិតគូថ្លែងថ្លឹងដឹងខុសបោកក្រោយប្រព្រឹត្តគោរពស្ដាប់ឈប់ចាញ់ហើយលោកនឹងបានស្បាយព្រោះកូនដោយធម៌គំនាបរបស់លោកតាក្រុមងុយដុំកាំងប្រាជ្ញព្រោះខ្លាចល្ងងដុំកាំងអ្នកប្រាជ្ញព្រោះខ្លាចខ្លួនល្ងងវងវែងឆ្លក់លងផុងចាញ់មុសាបាបជនអប្រេយចង្រៃខេមរានាំជាតិសាសនាវិនិច្ឆ័យអន្តរាយប្រាជ្ញគួរដុំកាំងដុំកលជាមលុបខ្មែរមានសពគ្រប់កប់គិតលើកាយផ្លូវលោកផ្លូវធម៌មានមករៀងអាយប្រាជ្ញលោកសម្រាយស្រ័យទុកហូហាសំស្ក្រឹតបាលីវិន័យក្បួនច្បាប់គួរយកតម្រាប់សម្រាប់កូនខ្មែរលោកបានខិតខំរៀបចំបកប្រែអប់រំធួនថែកែពុទ្ធកិរិយាធម្មតាជនពៀលវាតែងតែខ្លាចចំណេះអ្នកប្រាជ្ញអំណាចអស្ចារ្យទៅពៀលអប្រិយបំភ្លៃមុសាថ្មេះដៀលប្រាជ្ញថាល្ងិតល្ងងទៅវិញសង្គមយើងក៏ដូចនោះដែរដោយសារតែបច្ចុប្បន្ននេះអ្នកដែលជាអ្នកប្រាជ្ញពិតប្រាកដអ្នកចេះដឹងពិតប្រាកដនោះគឺថាមិនសូវជាមានតម្លៃក្នុងប្រាជ្ញរបស់ប្រជាជនក៏ដូចជាប្រជាជាតិខ្មែរយើងនោះទេភាគច្រើនហ្នឹងគឺគេលើកដំកើងតែអ្នកដែលមានកិត្តិស័ព្ទទៅលើបណ្ដាញសង្គមទៅលើ social media ការឲ្យតម្លៃទៅលើប្រព័ន្ធទាំងអស់ហ្នឹងហើយអ្នកប្រាជ្ញអ្នកដែលចេះដឹងគឺដល់ពេលដែលគាត់បកស្រាយនៅរឿងរ៉ាវអីមួយហ្នឹងគឺថាគេអត់សូវជាចាប់អារម្មណ៍ប្រហែលទេតែបើរឿងឈ្មោះលប់ហ្នឹងគឺថាគេ share ច្រើនមែនតើជំនឿស្រទាប់សង្គមឬក៏យើងហៅថាវណ្ណៈសង្គមអារម្មណ៍ធុញថប់ចិត្តហាក់ខឹងស្អប់លោកីលវិញចត់ដំណើរជីវិតបើគិតលើគុតអ្នកក្រទល់ខ្សត់កាត់រត់កានទ្វេដើមស្រូវពេញស្រែស្រូវឥតមានផ្លែមានតែចំបើងខំដើរទៅអួតអំនួតឆាងម៉ើងខ្យល់បក់ទៅប៉ាងហើពេញអាកាសធំតែសំដីមានតែស្រកីនឹកឡើងអាម៉ាគ្មានគ្រាប់ទម្ងន់តែប៉ិនអួតណាស់បើសិនជាខ្មាស់ភ្ញាក់ជួយខ្លួនបានតែនេះបំពេញអ្នកខ្សត់អត់ឃ្លានមានច្រើនសន្តានយកស្រូវមួយក្តាប់អួតប្រាប់ថ្កើនអួតគ្មានប្រមាណខានមើលជាក់ស្ដែងបើស្រែយើងស្កគ្មានដងហាមដកមិនដេចមិនស្វះស្វែងអួតប្រយោជន៍អីបើដីស្ងួតហែងអួតមានតែឯងជាក់ស្ដែងវេទនាជន់មួយក្តាប់តូចយកមកប្រដូចរាយើងរាល់គ្នាដូចស្រែនឹងស្រូវបានត្រឹមពរនីខ្លោចចិត្តក្រំគ្រាពិតជាសងវែងជញ្ជាកំណាតជាកតេអប់រំក្នុងរាត្រីដ៏ស្ងាត់ជ្រងំមួយនេះ